បងខ្ញុំចង់សួរមួយបើខ្ញុំចង់ខ្ចីប្លង់ដីបងខ្ញុំយកទៅដាក់ខ្ចីលុយធនាគារបានអត់បងខ្ចីបានបងមិនថាបងប្អូនបង្កើតបងប្អូនចដូនមួយម្ដាយក្មេកឪពុកក្មេកឪពុកបង្កើតម្ដាយបង្កើតគឺខ្ចីបានទាំងអស់ឲ្យតែគេឲ្យខ្ចីហើយឲ្យតែគេចូលរួមកម្ចីជាមួយបងបានបងខ្ចីបានបើបងខ្ចីរបស់គេឲ្យមកខ្ចីម្នាក់ឯងអត់មានអ្នកធានាដឹងឮគឺធានាគារមិនអនុញ្ញាតហើយក៏មិនផ្ដល់កម្ចីជូនបងដែរជាទូទៅធម្មតាបើសិនជាយើងមានប្លង់ផ្ទាល់ខ្លួនឯងជាម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួនឯងគឺយើងអាចទៅដាក់ស្នើសុំកម្ចីលក្ខណៈជាបុគ្គលម្នាក់ឯងក៏បានតែនៅក្នុងទំហំទឹកប្រាក់ដែលតូចតែបើទំហំទឹកប្រាក់នោះធំពេកយើងមានប្លង់ខ្លួនឯងក៏ទាមទារអ្នករួមកម្ចីឬក៏អ្នកធានាឲ្យយើងដែរការពីហានិភ័យថ្ងៃណាមួយយើងអត់មានលទ្ធភាពក្នុងការសងអ្នកធានានិងអ្នករួមខ្ចីគឺជាអ្នកបងបន្តនឹងទទួលខុសត្រូវទៅតាមកិច្ចសន្យាដែលបានធ្វើផ្តិតមេដៃជាមួយនឹងធនាគារទី2បើសិនជាប្លង់បងប្អូនបងខ្ចីបានមកហើយប៉ុន្តែបងប្អូនបងថាឲ្យយកប្លង់ហ្នឹងធ្វើអីធ្វើទៅអញអត់ទៅខ្ចីមួយឯងទេធនាគារក៏អត់ផ្ដល់កម្ចីជូនបងដែរគេការពារហានិភ័យថ្ងៃណាមួយបងមានវិវាទនៅក្នុងក្រុមគ្រួសារស្រាប់តែបងប្អូនបងមកប្តឹងធនាគារថាធនាគារនេះរួមគំនិតជាមួយបងយកប្លង់ខ្ញុំមកខ្ចីឲ្យខ្ចីលុយខ្ចីអីគឺខុសធនាគារអញ្ចឹងធនាគារអត់ផ្ដល់អត្ថភាពមួយនេះជូនអតិថិជនទេឲ្យខ្ចីបានលុះត្រាតែអ្នកខ្ចីហើយនឹងម្ចាស់ប្លង់ហ្នឹងស៊ីមេត្រីជាមួយគ្នាធ្វើកិច្ចសន្យាដឹងឮជាមួយគ្នាផ្ដិតមេដៃទៅលើកិច្ចសន្យាខ្ចីប្រាក់ក្នុងនាមជាកូនបំណុលហើយទទួលស្គាល់នៅលើកិច្ចសន្យាហ៊ីប៉ូតេកបើសិនជាអត់ទទួលអត់មានទំនួលខុសត្រូវនៅលើកម្ចីគេមានសិទ្ធិនៅលើការផាត់ទាត់ត្រឡប់មកវិញជាមួយនឹងទ្រព្យបញ្ចាំរបស់បងប្អូនអញ្ចឹងណាអញ្ចឹងធនាគារផ្ដល់កម្ចីជូនអតិថិជនក៏ត្រូវទៅតាមគោរពទៅតាមគោលការណ៍ policy របស់គេដែរទោះបីអតិថិជនមានប្លង់មានលុយច្រើនមានចំណូលល្អតែបើសិនជាខ្វះខាតនៅក្នុងគោលការណ៍មួយដែលគេមិនអាចផ្ដល់កម្ចីបានក៏គេមិនអាចផ្ដល់បានដែរជាពិសេសរឿងខ្ចីប្លង់អ្នកដតីយកមកខ្ចីបើសិនជាម្ចាស់ប្លង់មិនចូលរួមកម្ចីធនាគារមិនផ្ដល់ឲ្យដាច់ខាតមិនផ្ដល់ឲ្យទេទោះបីគាត់ជាឪពុកម្ដាយយើងបង្កើតក៏ដោយគាត់ថាគាត់ចែកគេឲ្យខ្ញុំឯងតែបើនៅលើប្លង់នោះមានតែឈ្មោះរបស់គាត់នៅតែត្រូវតែចូលរួមកម្ចីជាមួយយើងនិយាយចំឲ្យតែនៅលើប្លង់ហ្នឹងមានឈ្មោះអ្នកណាអ្នកនោះត្រូវតែចូលរួមកម្ចីឬក៏ចូលរួមធានានៅក្នុងកម្ចីរបស់យើងជានិច្ចมันអាចយកប្លង់គេមកដើរខ្ចីបានទេណាអាហ្នឹងគេការពារហានិភ័យខ្លាំងបំផុតអានេះគឺមានន័យថាស្ថិតនៅក្នុងប្រព័ន្ធច្បាប់ណាអញ្ចឹងជាចុងក្រោយខ្ញុំសូមបញ្ជាក់ណាទោះបីជាបងប្អូនបង្កើតក៏ដោយជីដូនមួយក៏ដោយអីក៏ដោយមុននឹងយើងអូសទាញអ្នកណាម្នាក់មកចូលរួមកម្ចីឬក៏មកធានាយើងគួរតែមើលពីលទ្ធភាពសមត្ថភាពនិងទំនួលខុសត្រូវយើងឲ្យបានល្អបើសិនជាយើងអូសទាញគេមករួមកម្ចីបំណុលជាមួយយើងហើយយើងគ្មានទំនួលខុសត្រូវមិនគោរពទៅតាមកិច្ចសន្យានៃការខ្ចីប្រាក់វានឹងធ្វើឲ្យប៉ះពាល់ទៅដល់ credit របស់អ្នកដទៃដូចគ្នាអញ្ចឹងណាហើយមួយទៀតអ្នកដែលទៅចូលរួមកម្ចីជាមួយនឹងបងប្អូនថ្លៃប្អូនចដូនមួយពួកម៉ាក់មិត្តភ័ក្តិសាច់ញាតិអ្នកជិតខាងយើងត្រូវចាំថាបើយើងទៅធានាគេនៅលើបំណុលយើងក៏ធានាទៅលើទំនួលខុសត្រូវរបស់យើងដូចគ្នាបើគេមិនសងយើងគឺជាអ្នកសងបើយើងមិនសងពេលដែលគេណូតនៅលើ CBC យើងបែបណាវាសនារបស់យើងទាំងអ្នកខ្ចីទាំងអ្នកធានាហ្នឹងគឺដើរនៅលើវិថីតែមួយបើគេដាក់ដល់ដំណាក់កាលរាយអស់ហើយឆាកជីវិតនេះมันអាចឈានចូលខ្ចីធនាគារបានទេបានតែចងការក្រៅប្រព័ន្ធនិងបង់រំលោះទេរំលោះតតែដាច់ខ្យល់ខ្ញុំបញ្ជាក់ហើយណាអញ្ចឹងមានតែទំនួលខុសត្រូវនិងភាពស្មោះត្រង់របស់យើងទេដែលអាចធ្វើឲ្យយើងខ្ចីលុយធនាគារបានហើយមានសុវត្ថិភាពនិងគេហៅថារក្សា credit បានល្អមិនខ្វះឲ្យធនាគារឲ្យយើងខ្ចីរាល់ថ្ងៃនេះធនាគារដើរតាមវោភ្ញៀវឲ្យខ្ចីប៉ុន្តែភ្ញៀវខ្លះចង់ខ្ចីឆែកទៅ CBC លេះលួយឆែកទៅធានាអ្នកនេះខូចធានាអ្នកនោះខូចឆែកទៅបងមលូសនេះខូចបងមលូសនោះខូចចាយ credit card អត់បងលុយអីគេអានេះវាពិបាកណាស់ចាំមិនថាធនាគារមុននឹងផ្ដល់ឲ្យក៏គេមើលអតិថិជនដែរតើអតិថិជនហ្នឹងសិក្សាហើយអាចឲ្យបានអត់បើឲ្យបានឲ្យមិនបានគឺមិនឲ្យ